ជំរាបសួរលោកគ្រូខ្ញុំបាទឈ្មោះសានចត្រាថ្ងៃនេះមក demo អំពី Flutter Project នេះគឺជា backend របស់ខ្ញុំជា route ដែលខ្ញុំធ្វើក្នុង Laravel នេះគឺជា database របស់ Flutter ហ្នឹងយើងមាន table ដូចជា brand ដូចជា category ដូចជា order item product slideshow និង user ជាដើមនេះគឺជា Flutter app របស់យើងដំបូងចូលមកយើងមាន onboarding ហើយនេះគឺជា login form ដោយសារខ្ញុំបានបង្កើត account ហើយចឹងយើង login មកទៅហើយនេះគឺជា home page របស់ខ្ញុំដែលមានដូច category នៅលើនេះហើយនេះគឺជាបណ្ដា category នេះគឺជា slide show របស់ខ្ញុំហើយនេះគឺជាបណ្ដាហើយខ្ញុំមាន page store មួយទៀតដែលនេះគឺជា brand របស់ខ្ញុំហើយបណ្ដា category ហើយនឹង all product នៅនេះហើយមាន page card នៅនេះនិង page user នៅនេះហើយដើម្បី add to cart បានយើងត្រូវចូលក្នុង production ហើយយើងចុច add to cart នៅនេះនោះវានឹង load product នឹង add to cart ហើយយើងចូលមកយើងមាន card របស់យើងចុច check out ហើយយើងបំពេញនៅព័ត៌មានរបស់យើងហើយនេះគឺជា payment page របស់យើងគឺយើងប្រើទៅលើ PayPal បន្ទាប់មកវា load success បន្ទាប់ពីយើងបាន pay ហើយវានឹង link មក home page របស់យើងវិញរបស់ខ្ញុំមានតែប៉ុណ្្នឹងអរគុណច្រើនគ្រូ